នៅទៅកាន់ផ្នែកកណ្ដាលនៃពលកញ្ជើងរសាយជាហើយនោះអធិរាជប្រសោក៏បានបង្ហាញខ្លួនថែមទាំងបានកោះហៅនៅកូនរបស់ខ្លួនគឺជាស្ដេចខ្លាឃុំតកអាយុ300,000ឆ្នាំដែលមានឈ្មោះថាសៀវប៉ៃចេញមកភ្លាមតែម្ដងសៀវប៉ៃដំណើរគឺជាសត្វដែលកាយសាហាវមួយក្បាលតែបច្ចុប្បន្នគឺជាសត្វដ៏ស្លូតបូតដែលស្ដាប់បង្គាប់របស់អធិរាជប្រសោខ្លាំងមែនទែនហើយនាងក៏បានកោះហៅនៅស្ដេច3គឺស្ដេចក្នុងចំណោមស្ដេចខ្លាំងទាំង3នៅពលកញ្ជើងផងដែរឈ្មោះពេញគេហៅថាស្ដេចបិសាចព្រិលថៃឋានដែលរូបរាងកាយរបស់វាគឺធំខ្លាំងណាស់ចំពោះពេលនេះគឺនាងមិនបានឃើញអំពីរូបរាងដ៏ធំរបស់វានោះទេហើយខ្លាឃ្មុំនោះគឺជាសៀវប៉ៃនឹងឯងគាត់ថាខ្ញុំយករូបសៀវប៉ៃមកដាក់ចំនួនពេលខ្លះអធិរាជប្រសោក៏បានប្រាប់ទៅកាន់ដាច់ទាំងពីរថានឹងនាំពួកគេដឹកនាំជាមួយនឹងកងទ័ពសត្វចម្លែកជាច្រើនក្បាលនៅឯពលកញ្ជើងដើម្បីបន្លែងនៅកងទ័ពរបស់អាណាចក្រសូយ៉ានទ្រីដែលបានបោះជំរំនៅឯពលកញ្ជើងនេះផងដែរហើយចេញពីទឹកដីរបស់ពួកគេអធិរាជប្រសោនឹងក៏បានសុំឲ្យខ្លាឃ្មុំទៅកកសៀវប៉ៃទៅជាមួយនឹងហូយហាវនាងក៏បានប្រាប់ឲ្យត្រង់ទៅកាន់សៀវប៉ៃផងដែរអំពីដំណើរដែលនាងដើម្បីខ្លាទៅជាព្រះជាមួយនឹងហូយហាវនោះអញ្ចឹងអត្រាជោគជ័យរបស់នាងអាចនិយាយថាមិនទាន់ 100% នេះទេក៏ប៉ុន្តែគឺហៀបនឹង 100% អាចជាខ្ទង់70ទៅ80% ផងដែរតែទោះយ៉ាងណាក៏ដោយក៏នាងត្រូវការអ្នកដែលមានសមត្ថភាពខ្លាំងដូចជាសៀវប៉ៃជាដើមដើម្បីជួយការពារសុវត្ថិភាពរបស់ហូយហាវដើម្បីឆ្ពោះទៅកាន់ភាពជាអតិថិផងដែរដោយសារសៀវប៉ៃគឺនៅឆោតល្ងងនៅឡើយគាត់នៅតែមិនយល់អំពីសម្ដីរបស់អធិរាជប្រសោដែលសៀវប៉ៃហៅអធិរាជប្រសោថាម៉ាក់បន្ទាប់មកក៏អធិរាជប្រសោនឹងក៏បានហៅហូយហាវឲ្យមកជិតនេះគឺធ្វើការណែនាំអំពីទំនាក់ទំនងរវាងនាងជាមួយនឹងហូយហាវដោយនាងហៅហូយហាវថាប៉ាលុះបែបនេះហូយហាវបែរជាមានការភ័យអល់ទៅវិញខ្លាឃ្មុំសៀវប៉ៃដែលជាខ្លាឃ្មុំដ៏ល្ងាយល្ងងក្បាលនៅតែមិនយល់អំពីទំនាក់ទំនងរវាងអ្នកទាំងពីរអញ្ចឹងទៅក៏អធិរាជប្រសោក៏បានធ្វើការរៀបរាប់នៅមូលហេតុតាំងតែពីដើមរហូតមកដល់បច្ចុប្បន្ននេះបន្ទាប់មកនាងក៏ធ្វើការណែនាំឲ្យហូយហាវនឹងបានស្គាល់អំពីសៀវប៉ៃណែនាំឲ្យសៀវប៉ៃឲ្យស្គាល់អំពីហូយហាវផងដែរបន្ទាប់មកនាងក៏បានដកនៅផ្នែកមួយនៃខួរតកអាយុ10000ឆ្នាំជាអំណោយបកគលទៅឲ្យសៀវប៉ៃបន្ទាប់មកធ្វើការបញ្ចូលយ៉ាងល្បិតមុនក្រោយសៀវប៉ៃនឹងត្រូវរួមបញ្ចូលជាមួយនឹងហូយហាវនោះទេហើយពេលនោះសៀវប៉ៃនឹងអាចប្រើប្រាស់នៅខួរតកដែលអាយុ10000ឆ្នាំនេះដើម្បីរក្សានៅការចងចាំរបស់ខ្លួននៅដែលទោះបីជាសៀវប៉ៃនឹងខ្លាយទៅជាអាវុធព្រលឹងរបស់ហូយហាវទៅថ្ងៃអនាគតក៏ដោយក៏ប៉ុន្តែការចងចាំបច្ចុប្បន្នរបស់សៀវប៉ៃគឺនៅតែរក្សាដដែលមិនត្រូវបានលុបចោលនោះទេហើយសៀវប៉ៃនឹងមានឱកាសដើម្បីខ្លាយទៅជាព្រះជាមួយនឹងគេផងដែរអាវុធព្រលឹងរបស់ហូយហាវបច្ចុប្បន្នគឺមាន4គឺផ្កាយស្មៅអានេះអធិរាជប្រសោប៊ីងហើយនិងធានមឹងនៅវគ្គណានោះក៏សៀវប៉ៃនឹងខ្លាយទៅជាអាវុធព្រលឹងថ្មីរបស់ហូយហាវមួយទៀតដូចជាកងព្រលឹងទី8របស់គាត់ទៅលើអាវុធព្រលឹងទី2មិនមែនភ្នែកព្រលឹងនោះទេភ្នែកព្រលឹងគឺជាអាវុធព្រលឹងទី1ហើយអាវុធព្រលឹងទី2របស់ហូយហាវជា Ultimate តកសៀវប៉ៃក៏បានយល់ព្រមជាមួយនឹងម្ដាយរបស់ខ្លួនដោយមិនស្ទាក់ស្ទើរនោះឡើយអញ្ចឹងពេលនេះសៀវប៉ៃនឹងហៅហូយហាវថាតាដោយសារអីដោយសារតែសៀវប៉ៃគឺជាកូនរបស់អធិរាជប្រសោដែលហៅថានាងជាម៉ាក់ហើយនាងក៏បានហៅហូយហាវនឹងគឺជាពុកអញ្ចឹងមានន័យថាហូយហាវនឹងខ្លាយទៅជាតារបស់សៀវប៉ៃបន្ទាប់ពីបញ្ចប់នៅការសន្ទនាហើយនោះអធិរាជប្រសោនឹងក៏បានទាញហូយហាវនឹងឡើងអង្គុយលើខ្នងរបស់សៀវប៉ៃក្នុងពេលនោះពួកគេក៏ធ្វើដំណើរចាក់ចេញក្នុងពេលនោះជាមួយនឹងស្ដេចបិសាចព្រិលថៃឋានផងដែរដើម្បីវិវហាទៅលើជំរំរបស់អាណាចក្រសូយ៉ានទ្រានៅតាមផ្លូវនេះនាងក៏ធ្វើការរៀបរាប់អំពីអាថ៌កំបាំងជាច្រើនតាក់ទងទៅនឹងសត្វព្រលឹងពិសេសគឺប្រវត្តិរបស់ស្ដេចនាគរាជធីធានដែលតាមពិតទៅធីធានគឺមិនមែនជាអតិទេពឬក៏ជាអ្នកខ្លាំងណាម្នាក់នោះឡើយតាមឡើយធីធានគឺជាអ្នកនាំពាក្យឬក៏គេហៅថាអ្នកបញ្ជូនសាររបស់អតិទេពនាគរាជអតិទេពនាគរាជគឺជាស្ដេចនាគរាជកំពូលដែលគ្រប់គ្រងនៅសត្វចម្លែកទាំងអស់បន្ទាប់ពីការស្លាប់ហើយនឹងការដួលរលំនៃបកនាគរាជនោះអតិទេពនាគរាជក៏បានស្លាប់ទៅជាមួយនឹងគ្នាផងដែរអតិទេពដែលបានស្លាប់មានដូចជាអតិទេពនាគរាជមាននិងអតិទេពនាគរាជប្រាសុទ្ធតែផុតពូជទាំងអស់ហើយការគ្រប់គ្រងនៅសត្វព្រលឹងបច្ចុប្បន្នក៏ត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរផងដែរវត្តនៃសត្វនាគរាជទាំងអស់ឬក៏ពូជបរនៃនាគរាជនឹងស្ទើរតែផុតរលត់នៅសល់តែទីធានតែម្នាក់ដែលនៅរស់រានហើយក៏ជាសត្វព្រលឹងដែលខ្លាំងក្លាជាងគេក្នុងពូជបរនាគរាជនោះដែលតាមពិតទៅគឺមាននៅគេដំណើរឬក៏ធម្មពលរបស់ស្ដេចនាគរាជដែលបានបន្សល់ទុកនៅក្នុងព្រៃស្តាដូមួយទៀតដែលមិនទាន់មានអ្នកណាទទួលបាននៅឡើយនោះទេសូម្បីតែទីធានគ្រាន់តែទីធានគឺជានាគរាជដែលសេសសល់មួយចុងក្រោយហើយកម្លាំងរបស់វាគឺជាកម្លាំងដ៏ខ្លាំងក្លាជាងគេបំផុតក្នុងចំណោមស្ដេចនៃសត្វព្រលឹងទាំងអស់ដូច្នេះហើយក៏អធិរាជប្រសោនឹងក៏បានដាស់តឿនទៅកាន់ហូយហាវទៀតថាកុំព្រួយបារម្ភអំពីទីធាននេះសោះព្រោះថានៅថ្ងៃអនាគតពួកគេនឹងត្រូវប្រឈមមុខជាមួយនឹងធម្មពលក៏អ្នកដែលខ្លាំងជាងទីធានទៅទៀតតែខ្ញុំមិនដឹងថាជានរណាពិតប្រាកដនោះទេគ្រាន់តែរបស់នោះគឺផ្ទុកនៅគេដំណើររបស់ស្ដេចនាគរាជដែលវាខ្លាំងក្លាមែនទែនមើលទៅអាចជាហួយហាវទទួលយកបាននៅពេលក្រោយឬក៏យ៉ាងម៉េចមានតែរងចាំរហូតដល់វគ្គនោះទីបំផុតពួកគេក៏ខ្វះតែ100ម៉ែត្រទៀតនឹងទៅដល់ជំរំរបស់អាណាចក្រសូយ៉ានទ្រាហើយអធិរាជប្រសោនឹងក៏បានចូលទៅក្នុងសមុទ្រនៃខួរក្បាលរបស់ហួយហាវវិញថែមទាំងបានបកគលនៅសៀវប៉ៃទៅឲ្យហួយហាវថែទាំថែមទៀតផងពួកគេក៏បានរៀបចំនៅការវិភាគយ៉ាងភាពអើទៅលើជំរំរបស់អាណាចក្រសូយ៉ានទ្រាកំពុងតែជីករោគរ៉ែ
ដ៏មានតម្លៃនៅទីនោះទន្ទឹមនឹងនោះដែរមេបញ្ជាការធំរបស់ពួកគេគឺព្រះនាងជូស៊ីមិនទាន់ដឹងអំពីស្ថានភាពនៅក្នុងជំរំនោះនៅឡើយខណៈពេលដែលនាងកំពុងតែរៀបចំនៅផែនការរបស់ខ្លួនកំពុងតែប្រមូលព័ត៌មានពីគ្រប់ទិសទីតែចិត្តរបស់នាងគឺនៅជាប់ជាមួយនឹងហួយហាតែម្នាក់តែប៉ុណ្ណោះបន្ទាប់ពីហួយហាបានចាក់ចែងពីទីនោះរយៈពេលកន្លះខែដែលហួយហាបានបញ្ចូលនាងឲ្យបោះបង់នៅសង្គ្រាមមួយនេះចោលហើយនាងក៏បានចងចាំនៅសម្ដីរបស់ហួយហាដែលប្រាប់ទៅកាន់នាងថាគាត់នឹងទៅស្វែងរកនៅកម្លាំងបន្ថែមដើម្បីមកការពារតែបញ្ចុកមួយនេះគឺមិនទាន់បញ្ជាក់ច្បាស់នោះទេនាងគិតថាហួយហានឹងទៅស្វែងរកនៅកម្លាំងបន្ថែមពីសាលាជ្រែកដូច្នេះនាងក៏បានដាក់ពាក្យទាំងខ្លាំងទៅលើសាលាជ្រែកតែម្ដងគឺបានបញ្ជូនមនុស្សទៅកាន់សាលាជ្រែកតែនៅពេលទៅដល់ទីនោះក៏បានឃើញថាសមត្ថភាពបែរជាងាត់ឈឹងមិនមានប្រតិកម្មអ្វីទាល់តែសោះហើយក៏បានឃើញហួយហានៅទីនោះដែរដែលធ្វើឲ្យនាងយូស៊ីមានការងឿងឆ្ងល់ខ្លាំងចំណែកហួយហាវិញក៏បានបើកនៅព្រឹត្តិការណ៍របស់ខ្លួនដើម្បីវិវហាទៅលើជំរំរបស់ព្រះនាងយូស៊ីក្នុងពេលនោះដែលឲ្យស៊ីប៉ៅជាអ្នកចាត់ការមុនគេតែពេលនោះស៊ីប៉ៅបានប្រើប្រាស់នៅស្នេហ៍ពិសេសរបស់ខ្លួនមួយយ៉ាងបញ្ចេញនៅតកកខៀវកម្ពស់30ម៉ែត្រជាមួយនឹងធម្មពលពលឹងដ៏ពេញលេញរបស់ខ្លួនអាយុរបស់វាគឺ300,000ឆ្នាំគឺខ្លាំងក្លាមែនទែនពេលនោះក៏ដុំតកកជាច្រើនជាមួយនឹងព្រិលធំក៏ចាប់ផ្ដើមធ្លាក់ពីលើអាកាសទៅលើជំរំរបស់ពួកគេអមជាមួយនឹងសម្លេងក្រហមរបស់ស៊ីប៉ៅផងដែរក្រញាំទាំងពីររបស់វាក៏បានសង្កត់ទៅខាងក្រោមធម្មពលពលឹងរបស់វាពិតជាគួរខ្លាចខ្លាំងមែនទែនស្ទើរតែបំបែកនៅព្រឹត្តិពីទាំងមូលទៅហើយតកកទាំងអស់រួមជាមួយនឹងកញ្ញាំដ៏ធំក៏បានធ្លាក់ចុះហើយមិនត្រឹមតែប៉ុណ្ណឹងក៏សម្លេងរបស់ស្ដេចបិសាចព្រិលថៃឋានក៏បានបន្លឺពេញទីនោះបន្ទាប់មកក៏បានបង្ហាញខ្លួននៅក្បែរជ្រុងមួយនៃជំរំរបស់អាណាចក្រសូយ៉ាចន្ទ្រាថៃទៅបានបង្ខំឲ្យពួកគេនឹងចាក់ចែងពីពលខាងជើងរបស់ខ្លួននៅលឿនទៅនាងយូស៊ីគឺមិនខ្វល់នោះទេក៏បានបញ្ជាកូនចៅរបស់ខ្លួនយ៉ាងតឹងរឹងបំផុតដោយប្រើប្រាស់នៅខែ3ការពារហើយសារដែលវិវហាទៅលើជំរំនោះមិនមែនតិចក្បាលនោះទេគឺចូលទៅដល់រាប់ម៉ឺនក្បាលហើយនៅក៏បើកម្លាំងចាត់ការយ៉ាងខ្លាំងក្លាទៅលើពួកគេយូស៊ីចាប់ផ្ដើមមានការផិតភ័យជាខ្លាំងហើយនេះក៏បានស្រែកហៅឈ្មោះរបស់ហួយហានៅពេលដែលដឹងការពិតថានោះគឺជាហួយហាដែលបានដឹកនាំនៅកម្លាំងដ៏ខ្លាំងបែបនេះនាងសឹងតែមិនជឿនឹងភ្នែកនោះទេគាត់នឹងអាចដឹកនាំនៅសត្វព្រលឹងដែលមានអំណាចខ្លាំងក្លាដល់ថ្នាក់នេះបានតែគូសរសៃស្រីរបស់យើងក៏ស្លែតែប៉ុណ្ណេះ